បាទជំរាបសួរនិងសួស្តីបងប្អូនអរគ្នាស្វាគមន៍ចូលមកកាន់បាទ Channel នាង Vitech នៅក្នុងវីដេអូនេះគឺខ្ញុំនឹងចែករំលែកបងប្អូនទាំងអស់គ្នាអំពីវិធីបាទចូលទៅយកឬក៏ចូលទៅចុះឈ្មោះបង្កើតជាមួយនឹង ChatGPT Business ដោយមានការ free រយៈពេល1ខែពេញលេញជាមួយនឹងបាទ ChatGPT Business ផងដែរអញ្ចឹងបងប្អូនអរគ្នាដែលជាអ្នកបាទធ្លាប់ប្រើជាមួយនឹង AI ទៅលើ ChatGPT គឺដឹងហើយគឺមាន plan បាទតាម plan នីមួយៗបាទពីមុនគឺយើងល្បីជាមួយនឹង plan បាទ ChatGPT Plus ឥឡូវនេះវាបានបិទជាមួយនឹង link អត់ឲ្យយើងចុះឈ្មោះទៀតទេអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបាទចែកឲ្យបងប្អូនអរគ្នាតាក់ទងជាមួយនឹងបាទការចុះឈ្មោះជាមួយនឹង ChatGPT Business ផងដែរហើយសម្រាប់business នៅលើ ChatGPT គឺវាមានបាទគេហៅថាវាខ្លាំងបាទវាច្បាស់លាស់ជាង plan អីផ្សេងៗអញ្ចឹងកុំឲ្យខាតពេលយូរបាទមុននឹងយើងចាប់ផ្ដើមនៅក្នុងការបាទធ្វើវីដេអូឲ្យបងប្អូនបាទចែកលេខបងប្អូនមើលនៅក្នុងពេលនេះសូមឲ្យបងប្អូនជួយបាទ join នៅក្នុង channel Telegram មួយនេះដើម្បីទទួលបានជាមួយនឹងវីដេអូថ្មីៗបាទហើយនឹងបងប្អូនបាទកុំភ្លេចចូលទៅក្នុង Facebook Page ជួយចុច follower បាទចូលទៅក្នុង TikTok ជួយចុច follower ហើយនឹងចូលទៅក្នុងwebsite ដើម្បីទទួលបាន link ក៏ដូចជាព័ត៌មានផ្សេងៗជាច្រើនហើយ website នេះត្រឹមតែ design បានប៉ុណ្នេះទេបាទជាចុងក្រោយគេគឺយើងបាទសូមឲ្យបងប្អូនចូលទៅក្នុង YouTube ដើម្បីជួយចុច Subscribe ដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនៅក្នុងការបាទស្រាវជ្រាវក៏ដូចជារកអ្វីដែលថ្មីៗបាទចែកមិត្តលោកបងប្អូនដោយ free ឥឡូវនេះយើងបាទយើងបានឲ្យបងប្អូនជួយធ្វើកិច្ចការងារនេះអស់ហើយបាទបន្តមកទៀតគឺយើងក៏លេខទៅលើការបង្កើតជាមួយនឹងបាទbusiness account ChatGPT ដែលយើង free រយៈពេល1ខែហើយយើងអាច share បាន member ចំនួន2ទៅ5នាក់ផងដែរអញ្ចឹងជាដំបូងគឺខ្ញុំនឹងចុចបាទពាក្យមួយដែលមានឈ្មោះថា ChatGPT ឲ្យបងប្អូនមើលថាវា plan បាទ plan យើងគឺវា plan បែបណាអីចឹងណាហើយខ្ញុំសូមលុបចេញបាទហើយខ្ញុំ research ម្ដងទៀតអញ្ចឹងគឺបងប្អូនដែលប្រើ free គឺវាប្រកាសជាចេញទម្រង់បែបនេះឲ្យយើង upgrade អីចឹងណាឥឡូវយើងចុចលើ upgrade មួយមកបាទនៅពេលដែលបងប្អូនចុចលើ upgrade គឺវាចេញទម្រង់បែបនេះបងប្អូនចុចកន្លែងពីថា business បាទនៅក្នុងនេះគឺ business នេះគឺជាទម្រង់មួយសម្រាប់ឲ្យបងប្អូនបាទយើងមើលខាងក្រោមនេះទៅបាទអត្ថប្រយោជន៍នៃ ChatGPT វាបាទសម្រាប់ business វាមានអីខ្លះបាទនេះឃើញអត់បាទវាមានច្រើនមែនតើតែវាត្រូវការឲ្យយើងបង់លុយឥឡូវខ្ញុំคลิกកន្លែង get business នេះគឺវាឲ្យយើងបង់លុយបែបនេះបាទនេះអូខេនេះវាឲ្យយើងបង់លុយបែបនេះណាហ្នឹងហើយអញ្ចឹងយើងអត់មានលុយឬក៏យើងចង់សាកល្បងប្រើប្រាស់ជាមួយវាចង់ដឹងថាវាបាទខ្លាំងដល់កម្រិតណាអញ្ចឹងយើងមិនចង់ហ៊ានចំណាយទេតែពេលនេះគឺវាឲ្យយើង free រយៈពេល1ខែអញ្ចឹងបងប្អូនអរគ្នាចូលទៅក្នុង channel Telegram របស់ខ្ញុំមកបាទតើបងប្អូន copy link ដែលខ្ញុំបានផាសនៅខាងក្រោមវីដេអូមួយនេះបាទទីខ្ញុំនឹងផាសហើយបាទបន្ទាប់ពីបងប្អូន copy link រួចហើយបងប្អូនយកមកផាសជាមួយនឹងបាទ Chrome ឬក៏ Firefox មួយណាដែលយើងមាន email នៅក្នុងនោះស្រាប់អញ្ចឹងបងប្អូនបានមើលឃើញណានេះគឺជាការ free បាទសំទោសនេះគឺជាការបង់លុយបាទបងប្អូនអរគ្នាគឺ$150អូខេអញ្ចឹងយើងថយមួយវិញមកបាទហើយយើងថយមួយទៀតមកអញ្ចឹងយើងដឹងថានេះ free ហើយយើង refresh វាមកបាទអញ្ចឹង email មួយនេះគឺជា email free បងប្អូនដែលមានឈ្មោះថានាមវ័យ earn app 2022នេះបាទបន្តមកទៀតគឺយើង copy link នៅក្នុង Telegram ហើយយកមកផាសនៅលើ browser នេះមួយមកបាទពេលដែលយើងផាសគឺយើងចុចពាក្យថា research នៅពេលដែលវា research ហើយវាចេញទម្រង់បែបនេះឲ្យហើយបងប្អូនអរគ្នាបាទនេះគឺជាគេហៅថា website ផ្លូវការរបស់ ChatGPT អញ្ចឹងបងប្អូនអរគ្នាចុចខាងលើនេះក៏បាននេះបាទចុចកន្លែង business ខាងលើនេះក៏បានឬក៏បងប្អូនបាទចុចនៅខាងក្រោមនេះក៏បានដែរដូចតែគ្នាទេបាទឥឡូវខ្ញុំសូមចុចខាងក្រោមនេះមួយទៅបាទនៅពេលដែលវាចុចខាងក្រោមហើយគឺវាចេញទម្រង់បែបនេះឲ្យដូចគ្នានេះបងប្អូននេះនៅពេលដែលចុចទម្រង់បែបនេះបងប្អូនចុចកន្លែងនេះនៅពេលដែលផាសលេងបងប្អូនចុចពាក្យថា business បាទនេះនៅក្នុងនេះគឺយើងអត់មានចាំពិបាកប្រើជាមួយនឹង VPN យើងអត់មានចាំពិបាកប្រើជាមួយនឹងអីទេសំខាន់ឲ្យតែយើងមាន email ដែលយើងប្រើប្រាស់បាទប្រចាំថ្ងៃបាទអញ្ចឹងគឺវានឹងឲ្យយើង free ហើយនៅពេលដែលបងប្អូនដាក់ link ដែលខ្ញុំដាក់នៅក្នុង channel Telegram ឲ្យអញ្ចឹងនេះគឺការប្រើប្រាស់ free ចំនួន1ខែបាទបន្ទាប់ពីយើងចុចលើ link រួចហើយវាចេញទម្រង់បែបនេះឲ្យយើងហើយបងប្អូនអរនេះគ្រាន់តែចុចពាក្យថា get business នេះមកបាទពេលដែលយើងចុចពាក្យថា get business ឲ្យវាចេញទម្រង់បែបនេះឲ្យហើយបាទអានេះមិនមែន free ណាបងប្អូនបាទអានេះបាន free នេះអូខេនេះឃើញ welcome off នេះចុចលើនេះមក
អញ្ចឹងនៅក្នុងនេះគឺវា free ឲ្យយើងតែមួយខែទេគឺ30រៀលបាទហើយនៅក្នុងនេះគឺវាឲ្យយើង share បាទទៅ user ចំនួន2នាក់បាទហើយយើងអាច យើងអាច add យើងអាច remove មកយើងអាច control បានលើហ្នឹងអញ្ចឹងជាបន្តមកទៀតបងប្អូនចុចពាក្យថា continue to បាទនេះចុចកន្លែង continue នេះមកដើម្បីយើងចូលទៅដាក់កាតបាទហើយយើងរងចាំបន្តិចទៅបាទកន្លែងដាក់កាតនេះខ្ញុំសូមបិទសិនប៉ុន្តែមុននឹងបិទគឺខ្ញុំសូមបញ្យល់បងប្អូនបន្តិចបាទសម្រាប់បងប្អូនដែលចង់បានការប្រើប្រាស់ដោយមានសុវត្ថិភាពនៅក្នុងការភ្ជាប់ជាមួយនឹង Visa Card នេះគឺវាងាយស្រួលទេបាទបងប្អូនយើងត្រូវតែមាន Visa Card នៅក្នុង ABA នៅក្នុងធនាគារបាទ ACLEDA ឬក៏ Wing ឬក៏ធនាគារណាដែលអាចឲ្យយើងបង្កើតជាមួយនឹង Visa Card សិប្បនិម្មិតបានយើងអាចយកវាមកផាសឬក៏អាចវាបំពេញជាមួយនឹងបាទ Visa Card ជាមួយនឹងការប្រើប្រាស់ទៅលើ ChatGPT Business នេះហើយអញ្ចឹងបងប្អូនទាំងអស់គ្នាបាទចូលទៅយក Visa Card ទៅឥឡូវខ្ញុំសូមបំពេញបាទទី1គឺយើងត្រូវតែបំពេញ email របស់យើងបាទ email ដឹងស្រាប់ហើយបាទ email ដែលនៅលើ browser នេះបងប្អូននេះឃើញទេបាទអញ្ចឹងយើង select លើហ្នឹងមកគឺបាទឬក៏យើង copy វាយកមកដាក់មកបន្ទាប់មកទៀតគឺបងប្អូនវាដាក់នេះ payment នេះយើងដាក់ Visa Card បងប្អូនបាទដោយសារតែខ្ញុំមាន Visa Card នៅលើនេះស្រាប់បន្ទាប់មកទៀតគឺខ្ញុំអត់ទាន់ផាសនេះចូលទេដោយសារតែ Visa Card របស់ខ្ញុំគឺត្រូវការ block អញ្ចឹងណាអញ្ចឹងខ្ញុំសូម pin ឈ្មោះរបស់ខ្ញុំសិនបាទវាអូតូឲ្យហើយបាទអញ្ចឹងខ្ញុំសូមលុបខាងលើនេះចេញបាទដោយសារតែ Visa Card របស់ខ្ញុំវា expire បន្តមកទៀតគឺខ្ញុំនឹងចុចនេះបងប្អូនបាទបំពេញយកតែម្ដងបងប្អូនណាវាអត់មានប្របាក់អីទេហើយកន្លែងបំពេញនេះគឺយើងបំពេញបែបណាក៏បានដែរឬក៏បងប្អូនគិតថាខ្លាចតែវាមិនត្រូវឥឡូវខ្ញុំសូមដូរបាទហើយខ្ញុំសូមបាទផាសនេះកន្លែង address នេះបងប្អូនអាចផ្លាស់ប្ដូរកន្លែង address នេះក៏បានឬក៏ផ្លាស់ address យើងដាក់បែបនេះក៏បានដែរអត់ជាបញ្ហាទេហ្នឹងហើយបន្តមកទៀតគឺខ្ញុំអូចូលមកក្រោមតិចទៅបាទហើយកន្លែងខាងក្រោមនេះគឺយើងបាទ save check out បងប្អូនណាចុច select កន្លែងហ្នឹងមួយមកហើយយើងវាយលេខទូរស័ព្ទចូលបាទហើយលេខទូរស័ព្ទយើងដាក់លេខទូរស័ព្ទមួយណាក៏បានដែរបាទលេខទូរស័ព្ទរបស់យើងផ្ទាល់ខ្លួនណាបងប្អូនវាអត់មានទាមទារ verify ទេបាទបន្តមកទៀតបងប្អូនចុចពាក្យនេះចុច tick កន្លែងនេះមួយទៀតមកបាទបន្តមកទៀតគឺបងប្អូនចូលទៅបំពេញឲ្យគ្រប់ឲ្យអស់នេះមកបាទហើយយើងក៏លេខមើលខាងឆ្វេងនេះមកគឺយើងអត់មានចាំបាច់ពិបាកបង់លុយទេបាទហ្នឹងហើយនេះអញ្ចឹងវាឲ្យយើងបាទរយៈពេល1ខែ free បាទអូខេឥឡូវខ្ញុំសូមបំពេញជាមួយនឹងកាតនេះសិនបាទអញ្ចឹងនៅពេលណាដែលបងប្អូនបានបំពេញ Visa Card បាទអស់ហើយបងប្អូនបាទយើងចុចពាក្យថានេះ subscribe ទៅបាទឥឡូវនេះគឺវាកំពុងតែធ្វើការងារ processing ឲ្យយើងហើយបាទយើងរងចាំវាបន្តិចទៅបាទនេះវាកំពុងតែធ្វើការងារ verify ហើយកន្លែងនេះគឺបាទមុននឹងបិទគឺខ្ញុំនឹងបាទគេដល់ថ្ងៃខ្ញុំនឹងប្រាប់វិធីបងប្អូនមួយទៀតមកវាកាត់លុយបាទដោយសារបងប្អូនខ្លះយើងអាចមានលុយអញ្ចឹងណាអញ្ចឹងនៅពេលណាដែលយើង verify ទៀតគឺវានឹង load ឲ្យយើង verify នៅក្នុងទូរស័ព្ទដៃដែលយើងមានធនាគារនៅក្នុងដៃរបស់យើងណាបងប្អូននេះវាទាមទារតែប្រហែលដូចជា1នាទីបាទឥឡូវនេះបានបាទ20 second ហើយអញ្ចឹងបងប្អូនអរគ្នាចូលទៅក្នុង app ABA របស់បងប្អូនមកបន្តមកទៀតបងប្អូនគ្រាន់តែចុចពាក្យថាបញ្ជាក់មកគឺវានឹងអូតូហើយបងប្អូនបាទអូខេខ្ញុំបានបញ្ជាក់វារួចរាល់ហើយឥឡូវនេះវាកំពុងតែធ្វើការងារ process មកនេះហើយអូខេហ្នឹងហើយទៅហើយបាទអញ្ចឹងនៅពេលណាដែលវា processing ចប់ហើយបាទហើយយើងអាចចូលទៅបាទបិទកាតនៅក្នុងនេះរបស់យើងបាននៅក្នុង ABA របស់យើងបានបាទដោយសារតែអ៊ីនធឺណិត slow បងប្អូនអរគ្នាអូខេនេះយើងវាឲ្យសញ្ញា tick ហើយអញ្ចឹងពេលវាឲ្យ tick ហើយវាកំពុងតែធ្វើការងារខាងលើនេះបាទបន្តមកទៀតគឺវានឹងចេញទម្រង់បែបនេះបងប្អូនវាដាក់ថា payment successful ទេឃើញទេបាទឥឡូវនេះយើងពេលដែលវា successful ហើយយើងចុចពាក្យថា continue បាទបន្តមកទៀតគឺយើងដាក់ឈ្មោះកន្លែងនេះវាអត់ផ្ដោតខ្លាំងទេសម្រាប់បងប្អូនដែលធ្វើការងារសារបងតែបងប្អូនដែលចង់កែឈ្មោះអីបាទដាក់ឈ្មោះកកាខាងក្រោយក៏បានដែរនេះគឺជាឈ្មោះ team សម្រាប់យើងធ្វើការងារជាមួយនឹង ChatGPT ជាក្រុមបាទហើយយើងមិនដាក់ឈ្មោះអីទៀតក៏បានឬក៏យើងដាក់ឈ្មោះទៀតក៏បានដែរឥឡូវនេះខ្ញុំដាក់ថា team បាទដាក់ team ដាក់ NVT បាទ team NVT បាទបន្ទាប់មកយើងចុចពាក្យថា continue ទៅបាទ NVT នេះគឺនាម Vtex
ឥឡូវយើងរងចាំវិធីបងប្អូនបាទនេះមកហើយ slow មែនតើបាទណាបងប្អូនអរគ្នាបាទករណីដែលវាយូរពេកយើងខ្វែងវាចោលទៅហើយយើងបាទមក refresh នៅក្នុងនេះនៅក្នុង chat GPT របស់យើងនេះបាទដំបូងគឺ free ទេឥឡូវនេះយើង refresh នេះបងប្អូនបាទនេះយើងមើលខាងក្រោមមករបស់ខ្ញុំបាទហើយខាងនេះក៏បានដាក់ថា upgrade to go នេះបាទអញ្ចឹងយើងចង់ដឹងថាយើងបានបងប្អូនអរគ្នាគាត់ថា refresh ពី1មកបាទអូខេយើងទទួលបាននេះឃើញទេនេះវាលោតថា invite team បាទ member អូខេវាលោតចេញទម្រង់បែបនេះឲ្យហើយពេលដែលវាចេញទម្រង់បែបនេះអស់ហើយបងប្អូនបាទជ្រើសរើសទៅតាមវាទៅបាទខ្ញុំសូមយកជា product management ឬក៏ marketing នេះក៏បានដែរឥឡូវខ្ញុំសូមបាទorder ហ្មងទៅបាទបន្តមកទៀតគឺយើងត្រូវបាទដាក់វានៅណាឬក៏យើងត្រូវ select app មួយណាដែលយើងត្រូវការឥឡូវខ្ញុំសូមយកបាទ Google Drive select លើ Google Drive នេះមកបាទហើយបងប្អូន skip ចោលក៏បានដែរបាទខ្ញុំសូមselect យកលើ continue to Google Drive នេះបាទបន្តមកគឺវា load មកក្នុងគណនីរបស់យើងហើយយើងបន្តទៀតទៅបាទហើយចុចពាក្យថាបន្តទៀតមកហើយចុចពាក្យថាបន្តទៀតមកបាទហើយយើងរងចាំវាបន្តិចទៅឥឡូវនេះយើងបាទវាប្រសេសជាមួយនឹង Google Drive ហើយនេះបាទអូខេអញ្ចឹងខ្ញុំបាទសូមបន្តតិចមើលអូខេវានៅបញ្ហាកន្លែងនេះបន្តិចចឹងអត់ជាបញ្ហាទេយើងខ្វែងចោលសិនទៅបាទបន្ទាប់មកយើង skip ចោលបាទបន្ទាប់មកទៀតកន្លែងនេះពេលដែលយើង skip ចោលឬក៏យើងបានភ្ជាប់ជាមួយនឹង Google Drive ឬក៏ជាមួយនឹង app មួយណាដែលយើងចង់ភ្ជាប់ហើយគឺវាចេញទម្រង់បែបនេះឲ្យបងប្អូនបាទពេលដែលវាចេញទម្រង់បែបនេះឲ្យបងប្អូនវាសួរយើងថាតើយើងចង់ transfer អ្នកចង់ transfer អាច chat បាទ history សម្រាប់ chat GPT ដែលយើងមាននៅក្នុងអាចាស់ហ្នឹងណាយើងចង់បាទយកយើងវិញឬក៏យើងបាទប្រើវាដាច់ដោយឡែកឬក៏យើងមិនរក្សាទុកណាហ្នឹងវាអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំសូមប្រើវាមួយណាក៏បានតែមិនជាបញ្ហាទេកន្លែងនេះបងប្អូនអរគ្នាបាទខ្ញុំសូមយកខាងក្រោមគេហ្មងទៅបាទហើយយើងចុចបាទពេលដែលយើងបំពេញវារួចរាល់ហើយយើង refresh វាមួយទៀតបាទហើយយើងឆែកវាមួយសារទៀតបាទនេះ earn app បាទឥឡូវនេះយើងសូមឆែកមួយសារទៀតយើងចុចលើនឹងមកហើយយើងចូលទៅក្នុងអូខេនេះ app នៅក្នុង setting របស់យើងនេះបងប្អូនបាទមើលទៅបាទអញ្ចឹងនៅក្នុងនេះគឺយើងទទួលបានបាទ chat GPT business ហើយយើងយកបាទវាឲ្យយើងផលិត super សោះកន្លែងនេះបាទអញ្ចឹងគឺយើងទទួលបានបងប្អូនអរគ្នាបាទយើងជោគជ័យហើយឥឡូវខ្ញុំសូមគ្រាន់តែចង់មើលតែបន្តិចទេបាទនេះឲ្យយើង connect ចាំ connect តាមក្រោយទៀតបាទខ្ញុំគ្មានអីបញ្ជាក់ច្រើនទេអូខេហ្នឹងហើយអញ្ចឹងនៅក្នុងនេះគឺយើងបាទភ្ជាប់វាទទួលបានជាមួយនឹង Chat GPT Business បាទដែលយើងកំណត់បានកន្លែងនេះវាមានកន្លែង team ហើយនឹងមានកន្លែង personal account ហើយបងប្អូនចង់ប្រើប្រាស់វានៅលើ personal account យើងចុចលើនេះ personal account មកគឺវាបដូរមកក្នុង personal account របស់យើងដែលជាការប្រើប្រាស់ free ឬក៏មាន plan មួយទៀតនៅក្នុងemail មួយនេះដែលមាន Chat GPT ដែលយើងទិញឬក៏មាន free អីផ្សេងទៀតអញ្ចឹងពេលដែលយើងចង់ប្រើបាទចង់ប្រើ business វិញ select លើនេះមកយើងចុចយកពាក្យថា team NVT នេះមកបាទដើម្បីយើងផ្លាស់ប្ដូរវាទៅប្រើជាមួយនឹង Chat GPT business ហ្នឹងហើយនេះអូខេនេះកន្លែងយើង invite friend ឬ invite member អញ្ចឹងវីដេអូនេះក៏ដល់ទីបញ្ចប់បងប្អូនអរគ្នាបាទអត់មានអីវែងឆ្ងាយច្រើនទេជួបគ្នានៅវីដេអូក្រោយបាទអរគុណបងប្អូនដែលជាអ្នកគ្រប់គ្រងតាមដានទៅលើការចុច share ចុច like follow តាមដានរាល់សកម្មភាពនៅក្នុងបណ្ដាញសង្គម account របស់ខ្ញុំផ្ទាល់តែម្ដងជួបគ្នានៅវីដេអូក្រោយបាទជាមួយនឹងចំណេះដឹងថ្មីៗជាមួយខ្ញុំបាទនាម Vaytech ឬក៏ NVT